នេះជាដំណើរកំសាន្តទៅកាន់បឹងយក្សម៉ាជាលើកទី2ហើយខ្ញុំធ្វើវីដេអូនេះឡើងដើម្បីអាប់ដេតស្ថានភាពផ្លូវក៏ដូចជាបង្ហាញពីស្ថានភាពជាក់ស្ដែងនៅជុំវិញបឹងយក្សម៉ាផងដែរជម្រាបសួរអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំ Pocari Sweat ភេសជ្ជៈអ៊ីយ៉ុងបំពេញចិត្តទឹកបានល្អជាងគេរបស់ប្រទេសជប៉ុន Pocari Sweat បឹងយក្សម៉ាមានចម្ងាយផ្លូវប្រមាណ60គីឡូពីទីក្រុងបានឡុងនៃខេត្តរតនគិរីយើងអាចធ្វើដំណើរតាមរយៈផ្លូវជាតិលេខ78ពីក្រុងបានឡុងទៅកាន់ស្រុកបកកែវនិងបោះស្ដាំត្រង់ផ្លូវកែងទីបញ្ជាការដ្ឋានកងរាជវុធហត្ថស្រុកសម្រាប់ផ្លូវពីបកកែវមកដល់កែងសាន់គឺជាផ្លូវក្រាលកស៊ូស្អាតលឹងរួចស្រាប់ទៅហើយប៉ុន្តែផ្លូវពីកែងសាន់មកដល់បឹងយក្សម៉ាគឺជាផ្លូវក្រាលគ្រោះក្រហមអញ្ចឹងវារៀងហុយបន្តិចហើយសម្រាប់ការធ្វើដំណើរតាមរយៈម៉ូតូហើយសម្រាប់ផ្លូវពីមាត់ច្រកចូលទៅដល់មាត់បឹងគឺពោពេញទៅដោយខ្សាច់ដែលវាធ្វើឲ្យប៉ះពាល់ទៅដល់ការធ្វើដំណើររបស់យើងដែរហើយពេលដែលពួកខ្ញុំធ្វើដំណើរទៅគឺយើងសង្កេតឃើញថានៅតាមផ្លូវមានភ្លើងឆេះព្រៃដែលធ្វើឲ្យបរិស្ថាននៅជុំវិញនឹងមានលក្ខណៈក្តៅហួតហែងខ្លាំងប៉ុន្តែនៅពេលដែលយើងមកដល់បរិវេណមាត់បឹងគឺយើងសង្កេតឃើញថាមានស្មៅនិងរុក្ខជាតិដុះយ៉ាងស្រស់បំព្រងហើយបន្ទាប់ពីធ្វើដំណើរអស់ពេល1ម៉ោងជាងយើងក៏បានមកដល់បឹងយក្សម៉ាដែលកំពុងតែសង្ងំតែម្នាក់ឯងយ៉ាងស្ងប់ស្ងៀមនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ប៉ុន្តែខ្ញុំធ្លាប់មកលេងនៅបឹងនេះម្ដងហើយក្តីប៉ុន្តែខ្ញុំនៅតែមានអារម្មណ៍ថានៅទីនេះមានភាពទាក់ទាញពិសេសហើយដូចជាកន្លែងថ្មីដែលយើងទើបតែមកដល់ដោយសារតែខ្យល់អាកាសបរិសុទ្ធនៅជុំវិញទីនេះធ្វើឲ្យយើងភ្លេចនៅការហត់នឿយនៃការធ្វើដំណើរទម្រាំតែមកដល់ទីនេះប៉ុន្តែអាចថាមកពីយើងខាន់មកលេងយូរក៏ថាបានចុះសម្រាប់អ្នកទាំងអស់គ្នាដែលធ្លាប់មកលេងនៅទីនេះមានអារម្មណ៍យ៉ាងណាដែរវត្តមានបាក់សាបាក់សីជាច្រើនប្រភេទនិងជីវៈចម្រុះដែលមាននៅទីនេះបានតុបតែងលម្អសម្រស់បឹងយក្សម៉ាឲ្យក្លាយជាបឹងធម្មជាតិដ៏ស្រស់ស្អាតមួយចូលបង្អួតសម្រស់នៅក្នុងតំបន់ការពារធម្មជាតិលំផាត់រងចាំភ្ញៀវទេសចរមកលេងកម្សាន្តនៅទីនេះហើយសម្រាប់អ្នកដែលចូលចិត្តថតរូបសត្វអាចសាកល្បងមកទីនេះបានខ្ញុំជឿជាក់ថានៅទីនេះមានសត្វប្លែកៗជាច្រើនសម្រាប់ការថតរូបហើយមូលហេតុដែលខ្ញុំនិយាយថាបឹងនេះនៅស្ងៀមស្ងាត់តែឯងគឺដោយសារតែតាំងពីខ្ញុំមកដល់ទីនេះរហូតដល់ពេលត្រឡប់ទៅវិញគឺមិនទាន់ឃើញមានភ្ញៀវទេសចរណាម្នាក់មកកម្សាន្តនៅទីនេះឡើយទោះជាថ្ងៃនេះជាថ្ងៃចុងសប្តាហ៍ក៏ដោយមូលហេតុអាចដោយសារតែស្ថានភាពផ្លូវពិបាកក្នុងការធ្វើដំណើរមកកាន់ទីនេះឬក៏រយៈចម្ងាយឆ្ងាយហើយអាចមានមូលហេតុផ្សេងមួយទៀតគឺការផ្សព្វផ្សាយមិនទាន់ទូលំទូលាយដូច្នេះដើម្បីជួយលើកស្ទួយវិស័យទេសចរក្នុងស្រុកសូមអ្នកទាំងអស់គ្នាជួយចែករំលែកឲ្យបានកាន់តែច្រើនកាន់តែល្អដើម្បីឲ្យអ្នកដែលមិនទាន់ស្គាល់ក៏ដូចជាអ្នកមិនទាន់ធ្លាប់មកលេងមានឱកាសបានឃើញវីដេអូមួយនេះហើយនឹងមានចំណាប់អារម្មណ៍សម្រាប់ការមកលេងកម្សាន្តនៅទីនេះហើយបច្ចុប្បន្ននៅបឹងយក្សម៉ាមានកញ្ចក់ជាច្រើនសម្រាប់ទទួលភ្ញៀវទេសចរដោយយើងមិនបាច់ពិបាកយកកៅអីមកដោយខ្លួនឯងទៀតនោះទេប៉ុន្តែមិនទាន់ឃើញមានតូបលក់ចំណីអាហារនិងសម្ភារៈប្រើប្រាស់នៅឡើយទេប្រហែលជាអ្នកលក់អាចនឹងលក់នៅពេលមានបុណ្យទានតែប៉ុណ្ណោះអញ្ចឹងអ្នកដែលមកលេងអាចខ្ចប់ចំណីអាហារនិងភេសជ្ជៈផ្ទាល់ខ្លួនមកបានប៉ុន្តែកុំភ្លេចគ្រប់គ្រងកាកសំណល់របស់ខ្លួនឲ្យបានត្រឹមត្រូវផងជៀសវាងចោលផ្ដេសផ្ដាសធ្វើឲ្យបរិស្ថាននៅជុំវិញបឹងរបស់យើងមានភាពកខ្វក់បាត់បង់អនាម័យហើយវាលែងក្លាយទៅជាបឹងធម្មជាតិដូចពីមុនទៀតចូលរួមសម្អាតបរិស្ថានទាំងអស់គ្នាគឺចាប់ផ្ដើមពីខ្លួនយើងហើយវីដេអូថ្ងៃនេះមានតែប៉ុណ្ណេះទេសង្ឃឹមថាអ្នកទាំងអស់គ្នានឹងពេញចិត្តជាមួយនឹងវីដេអូនេះហើយជួយចុច like និងជួយចែករំលែកបន្តទៅកាន់អ្នកដែលមិនទាន់បានទស្សនាវីដេអូនេះទាំងអស់គ្នាអរគុណជម្រាបលាជួបគ្នាវីដេអូក្រោយចាប់តាំងពីដឹងក្តីមកគ្រប់ពេលវេលានៃជីវិតខ្ញុំគឺមាន Pocari Sweat នៅក្បែរខ្លួនរហូតមិនថាពេលដែលជួបបញ្ហាលំបាកយ៉ាងណារាល់ពេលដែលមិនស្រួលខ្លួនគឺម៉ាក់តែងតែយក Pocari Sweat មកឲ្យរហូតសូម្បីតែពេលដែលខ្ញុំពុះពីអស់ពីកម្លាំងកាយក្នុងការប្រកួតរហូតមកដល់ថ្ងៃដែលខ្ញុំទទួលបានជោគជ័យម៉ាក់ក៏នៅតែឲ្យ Pocari Sweat ដើម្បីបន្ថែមកម្លាំងកាយចិត្តរហូតអញ្ចឹងថ្ងៃនេះដល់ពេលដែលខ្ញុំត្រូវផ្ដល់នៅ Pocari Sweat ឲ្យនៅក្បែរមនុស្សដែលខ្ញុំស្រឡាញ់ដោយដែលខ្ញុំបានទទួលរហូតមក Pocari Sweat តែងតែនៅក្បែរអ្នកគ្រប់ជំហាននៃជីវិត Pocari Sweat